ngàyនេះយើងមកមើលទាំងអស់គ្នាពីផលប៉ះពាល់នៃការញ៉ាំអាហារអត់សុខភាពអញ្ចឹងរបបអាហារអត់សុខភាពមានជាតិផ្អែមជាតិម្សៅបាយមីទៅនំប៉័ងច្រើនពេកអត់តរយៈភាពព្រោះធម្មតាយើងត្រូវញ៉ាំតែ1/4នៃចានទេប្រូតេអ៊ីន1/4បន្លែផ្លែឈើស្រស់ហ្នឹងគឺ2/4ក៏ប៉ុន្តែនៅពេលដែលយើងញ៉ាំអត់ត្រឹមត្រូវអញ្ចឹងវាមានសរីរាង្គធំ6ដែលចូលរួមចំណែកអញ្ចឹងនៅពេលដែលយើងញ៉ាំអាហារអត់មានសុខភាពក៏ពះពោះវៀនយើងគឺប៉ះពាល់មុនគេដោយសារសារធាតុចំណីអាហារយើងនឹងអត់បានទៅចិញ្ចឹមបាក់តេរីល្អនៅក្នុងពោះវៀនយើងទេអញ្ចឹងយើងចេញជាលាកកាពះពោះវៀនសរីរាង្គទី1ដែលប៉ះធំជាងគេហ្នឹងគឺពោះវៀនខ្លួនឯងហ្នឹងបើស្រូបយកតែចំណីអាហារដែលអត់មានសុខភាពហើយធ្វើឲ្យរលាកដើមដៃអ្នកខ្លះទៅជាតបៅកាពះតបៅពោះវៀនអ្នកខ្លះដល់ទៅធ្លាយកាពះធ្លាយពោះវៀនអញ្ចឹងចំណុចទី1សរីរាង្គទី2គឺអាចសរីរាង្គផ្នែកក៏ពេញអរម៉ូនខាងក្នុងអញ្ចឹងភាគច្រើននៅពេលអាហារអត់ត្រឹមត្រូវគឺគាត់កើតទឹកនោមផ្អែមប្រភេទទី2សរីរាង្គទី3គឺបេះដូងនិងសរសៃឈាមអញ្ចឹងបេះដូងគាត់មានបញ្ហាហើយសរសៃឈាមគាត់នឹងអាចមានកំណកខ្លាញ់មានបញ្ហាខ្លាញ់កកនៅស្ទះសរសៃឈាមអញ្ចឹងធ្វើឲ្យគាត់មានជំងឺបេះដូងឬក៏ដាច់សរសៃឈាមសរីរាង្គមួយទៀតដែលបងប្អូនភ្លេចគិតនោះគឺខួរក្បាលនឹងធ្វើឲ្យគាត់មានបញ្ហាជាជំងឺ depression ឈឺក្បាលអត់បាត់ឬក៏កើតជំងឺ stress ហើយបើចាស់បន្តិចទៅវិញពាន់ឆាប់វិញសរីរាង្គមួយទៀតគឺកពេញកនេះអញ្ចឹងកពេញកធ្វើឲ្យគាត់មានកង្វះហូម៉ូនឬក៏លើសហូម៉ូនហើយសរីរាង្គធំមួយទៀតគឺសន្លាក់នៅពេលដែលគាត់មានជំងឺធាត់គឺគាត់អាចនឹងមានជំងឺសន្លាក់លាកសន្លាក់រ៉ាំរ៉ៃហើយមិនអាចទប់ទល់នឹងទម្ងន់ខ្លួនយើងបានអញ្ចឹងសរីរាង្គធំទាំង6ហ្នឹងគឺប៉ះ